នេះគឺជាភាពយន្តនាចារភាគ2របស់ចិនคล้ายជាភាពយន្តគំនូរជីវចលរកប្រាក់ចំណូលបានខ្ពស់បំផុតវ៉ាដាច់រឿង Hollywood ទូទាំងសកលលោកបើរាប់ចាប់តាំងពីថ្ងៃដែលរឿងណាចាចេញជាផ្លូវការនៅថ្ងៃទី29ខែមករារហូតមកដល់ថ្ងៃទី30ខែមិនិនាតើរឿងណាចាភាគ2រកប្រាក់ចំណូលបានខ្ទង់ប្រមាណពាន់លានដុល្លារតើហេតុអ្វីបានជារឿងណាចាល្បីកក្រើកទូទាំងសកលលោកក្នុងដើមឆ្នាំ2025សូមកុំភ្លេចមើលឃ្លីបនេះរហូតដល់ចប់ចាំខ្ញុំនិយាយប្រាប់ជូនបងប្អូនទាំងអស់គ្នាយោងតាមប្រភពព័ត៌មានច្បាស់កាយបានដឹងថាខ្សែភាពយន្តគំនូរជីវចលរបស់ចិនណាចាភាគ2បានក្លាយជាភាពយន្តគំនូរជីវចលដែលរកប្រាក់ចំណូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកដោយអាចរកចំណូលបានខ្ពស់ជាង2000លានដុល្លារនៅទូទាំងសកលលោកខ្សែភាពយន្តនេះផងដែរដែលត្រូវបានចេញជាផ្លូវការនៅថ្ងៃទី29ខែមករាឆ្នាំ2025ក្នុងឱកាសបុណ្យចូលឆ្នាំចិនបានបំបែកឯកតកម្មជាច្រើននិងបង្ហាញអំពីភាពជោគជ័យដ៏អស្ចារ្យរបស់ផលិតកម្មក្រុមហ៊ុនខ្សែភាពយន្តរបស់ចិននឹងឯងនិងយោងតាមរបាយការណ៍ពីប្រភពដែលអាចទុកចិត្តបានដូចជា Variety និង The New York Times ខ្សែភាពយន្តណាចាភាគ2ត្រូវបានផលិតឡើងជាមួយនឹងថវិកាចំនួន$80លានសហរដ្ឋអាមេរិកថវិកានេះត្រូវបានគេចាត់ទុកថាមានតម្លៃទាបគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងភាពយន្តគំនូរជីវចលធំៗរបស់ Hollywood ដូចជា Inside Out ដែលចំណាយថវិកា$200លានទោះបីជាមានថវិកាតិចជាងក៏ដោយណាចាភាគ2បានបង្កើតប្រាក់ចំណូលសរុបជាង$2.13ពាន់លាននៅទូទាំងសកលលោកគិតត្រឹមថ្ងៃទី30ខែមិនិនាឆ្នាំ2025ដែលធ្វើឲ្យคล้ายទៅជាភាពយន្តគំនូរជីវចលដែលរកប្រាក់ចំណូលខ្ពស់បំផុតគ្រប់ពេលដោយខ្សែភាពយន្តនេះផងដែរដឹកនាំដោយអ្នកដឹកនាំរឿងចៅស៊ីននិងផលិតដោយក្រុមហ៊ុន Coco Canton និង Beijing Inline Media បានទទួលការគាំទ្រពីមូលនិធិវប្បធម៌ធំៗនៅខេត្តស៊ីឈួនដែលមានថវិកាប្រចាំឆ្នាំ$300លានប្រមាណជាង$42លានការផលិតណាចាភាគ2បានចំណាយពេល5ឆ្នាំដោយមានការចូលរួមពីអ្នកផលិតជាង4000នាក់មកពីក្រុមហ៊ុនគំនូរជីវចលចំនួន138នាក់ផងដែរនេះជាការលើកឡើងទ្វេដងបើប្រៀបធៀបទៅនឹងភាពយន្តណាចាភាគ1ក្នុងឆ្នាំ2019ដែលមានអ្នកផលិតត្រឹមតែ1600នាក់តែប៉ុណ្ណោះភាពជោគជ័យនៃណាចាភាគ2មិនត្រឹមតែបង្ហាញអំពីសមត្ថភាពផលិតភាពយន្តរបស់ចិនតែប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងបង្កើតមោទនភាពជាតិផងដែរវាបានវាជាងភាពយន្តល្បីៗរបស់ Hollywood ដូចជា Star Wars The Force Awakens $2.7ពាន់លាននិង Avengers Infinity War $2.5ពាន់លានហើយឥឡូវនេះកំពុងតែឈានទៅប្រជែងជាមួយនឹង Titanic $2.265ពាន់លានដើម្បីក្លាយជាភាពយន្តដែលរកប្រាក់ចំណូលខ្ពស់បំផុតលំដាប់ទី4ក្នុងប្រវត្តិសាស្ត្របើយោងតាមអ្នកវិភាគទីផ្សារភាពយន្តបាននិយាយថាការចាក់បញ្ចាំងក្នុងអំឡុងបុណ្យចូលឆ្នាំចិនរួមជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនរបស់ចិននិងគុណភាពខ្ពស់នៃការផលិតបានជួយឲ្យណាចាភាគ2សម្រេចបានផលិតផលដ៏អស្ចារ្យនេះភាពយន្តនេះផងដែរត្រូវបានគេរំពឹងថានឹងបន្តរកចំណូលបន្ថែមទៀតនៅក្នុងខែខាងមុខខណៈដែលគេចាក់បញ្ចាំងនៅតែបន្តនៅទូទាំងប្រទេសចិននិងលើទីផ្សារអន្តរជាតិជាចុងក្រោយខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នាជាបន្តនៅវីដេអូក្រោយៗបើសិនជាខ្ញុំនិយាយទៅខុសឆ្គងត្រង់កន្លែងណាសូមបងប្អូនអព្យាស្រ័យអភ័យអត់ទោសដល់រូបខ្ញុំផងបាទបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ